ពិសេសណាបើយើងបកក្រោយទៅវិញហេតុអីបានជារៀនបញ្ញាបត្រសុខភាពសាធារណៈចាដំបូងឡើយនិយាយពីថ្ងៃដំបូងថ្ងៃដាក់ពាក្យនឹងហេតុអីតាមគ្នាឬមួយក៏មានអ្នកណែនាំឬក៏បាន research អីអត់កាលហ្នឹងចាអរគុណតេតងពីការសម្រេចចិត្តរៀនបញ្ញាបត្រសុខភាពសាធារណៈនេះគឺជាការជ្រើសរើសដោយមិនមានភាពស្ទាក់ស្ទើរទេដោយសារតែខ្ញុំបានដឹងអំពីបញ្ញាបត្រសុខភាពសាធារណៈនឹងតាំងពីដើមមកចាគឺដំណើរដើមតងគឺមិត្តភ័ក្តិរបស់ខ្ញុំគឺម្ដាយគាត់ធ្វើគ្រូបរិញ្ញាបត្រចាអូខេចាហើយគាត់ចង់ឲ្យមិត្តភ័ក្តិខ្ញុំអ្នករៀនប៉ុន្តែមិត្តភ័ក្តិខ្ញុំគាត់អត់បានរៀនគាត់ក៏ណែនាំដោយសារតែខាងហ្នឹងគាត់ទៅរៀនអីគាត់រៀនអាកិតិកវិញអូខេតាមបែបនោះចាហើយគាត់យល់ឃើញថាអត្តចរិតរបស់ខ្ញុំគឺសមជាមួយនឹងការងារបែបសហគមន៍ហើយការទៅចែកគ្នា good communication skill គាត់ថាការងារផ្នែកសុខភាពសាធារណៈគឺជាជម្រើសមួយដ៏ល្អចាហើយក្នុងឱកាសហ្នឹងពេលហ្នឹងខាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរបស់យើងមានបង្កើតទស្សនចរចាគេមានការណែនាំ orientation ទាក់ទងពី Bachelor Public Health នឹងដែរចាអូខេចាអញ្ចឹងមានន័យថាមុននឹងខ្ញុំដាក់ពាក្យរៀនសុខភាពសាធារណៈគឺខ្ញុំបានស្រាវជ្រាវហើយមានន័យថាគឺការចេញស្រឡាញ់ចេញពីចិត្តក្នុងការរៀនកាលហ្នឹងឆ្នាំណាឆ្នាំ2018អូខេ great ស្ដាប់មើលទៅមិនមែនជាការរើសតាមគ្នាហើយមានការសម្រេចចិត្តច្បាស់លាស់